ទៅយកជាមួយនឹងប្រព័ន្ធពិភពលោកហើយក៏សហប្រតិបត្តិការអភិវឌ្ឍច្បាប់គ្រប់គ្រងនិងប្រឆាំងការលាងលុយទើបកម្ពុជាក្លាយទៅជាសមាជិកមួយនៃសហគមន៍អន្តរជាតិប្រឆាំងការលាងលុយក៏ប៉ុន្តែកម្ពុជាក្តីប្រទេសដទៃក្តីការអនុវត្តមានចន្លោះប្រហោងកម្ពុជាមានចន្លោះប្រហោងច្រើនអញ្ចឹងសកម្មភាពនៃការលាងលុយវាផលផុសច្រើនថៃឡង់មានចន្លោះប្រហោងច្រើនការលាងលុយវាច្រើនណាអូស្ត្រាលីចន្លោះប្រហោងវាតិចបន្តិចទៅការលាងលុយវាតិចណាហុងកុងចន្លោះប្រហោងច្រើនលាងលុយច្រើនសិង្ហបុរីចន្លោះប្រហោងវាតិចលាងលុយតិចក៏ប៉ុន្តែចន្លោះប្រហោងតិចនិងច្រើននឹងមានពីរយ៉ាងទៅទៀតមួយចន្លោះប្រហោងដែលយើងមើលឃើញហើយលាងលុយបានមួយទៀតជាចន្លោះប្រហោងបច្ចេកទេសដែលអ្នកជំនាញខាងលាងលុយហ្នឹងគេលាងបានចន្លោះប្រហោងមានពីរអាមួយចន្លោះប្រហោងភ្នែកធម្មតាមើលឃើញអាមួយទៀតចន្លោះប្រហោងដែលភ្នែកអ្នកឯកទេសគេមើលឃើញគេលាងលុយបានអ្វីដែលកើតនៅសិង្ហបុរីអ្វីដែលកើតនៅហុងកុងអ្វីដែលកើតនៅកន្លែងផ្សេងរួមទាំងនៅក្នុងអាមេរិកផងរួមទាំងនៅក្នុងអឺរ៉ុបផងចន្លោះប្រហោងដែលភ្នែកធម្មតាមើលអត់ឃើញគេមើលឃើញគេលាងលុយតាមហ្នឹងបានសេចក្តីថាអំពើលាងលុយហ្នឹងនៅតែកើតរាល់ថ្ងៃរាល់កន្លែងហ្នឹងក៏ប៉ុន្តែពួកជនទុច្ចរិតវាលាងលុយនៅក្នុងស្រុកអាមេរិកស្រុកជប៉ុនស្រុកអីវាពិបាកវាលាងនៅសិង្ហបុរីហុងកុងអីវាពិបាកអញ្ចឹងវាក៏រុញលុយវាទៅលាងនៅតាមប្រទេសដែលធូររលុងដូចជាកម្ពុជាដូចអីហ្នឹងធូររលុងវាទៅលាងនៅនោះអូខេឥឡូវហ្នឹងខ្ញុំនិយាយរៀបរាប់ពីសភាពនៃលាងលុយវាតលតែមានច្បាប់ហាមមិនឲ្យលាងបើច្បាប់ហ្នឹងវាអនុវត្តទៀងទាត់រឹងប៉ឹងអានោះការលាងលុយហ្នឹងវាគេគ្រប់គ្រងបានតែបើច្បាប់ហ្នឹងអនុវត្តមិនតឹងរឹង implementation not really enforced អាការលាងលុយហ្នឹងវាកើតឡើងអញ្ចឹងណាអូខេអញ្ចឹងប្រទេសណាអញ្ចឹងប្រទេសដែលមានច្បាប់គ្រប់គ្រងការលាងលុយហ្នឹងធូររលុងណាគឺការលាងលុយហ្នឹងវាផុសផុលខ្លាំងមែនតើណាការលាងលុយហ្នឹងវាផុសផុលខ្លាំងមែនតើអូខេការលាងលុយហ្នឹងផុសផុលខ្លាំងមែនតើនេះគឺរឿងលាងលុយអូខេឥឡូវសួរហើយឆ្លើយវិញវាមិនចាំបាច់លាងតើលាងហ្នឹងគេដាក់សាប៊ូលាងអត់ទេស្អីដែលហៅថាលាងលុយគឺគេបង្វិលលុយនោះឲ្យចូលក្នុងប្រព័ន្ធស្របច្បាប់សួរទៀតស្អីទៅលុយដែលអត់ប្រព័ន្ធស្របច្បាប់លុយដែលអត់ប្រព័ន្ធស្របច្បាប់គឺលុយនៅក្រោមពូកលុយនៅកប៉ៅលុយនៅក្នុងទូដែកលុយចាក់សោទុកផ្ទះតែលុយអស់នោះគេហៅថាលុយសាយភាយអញ្ចឹងសួរទៀតថាចុះលុយខ្ញុំដាក់កប៉ៅខុសច្បាប់ដែរអត់ខុសទេឯកជនម្នាក់មានលុយ100មានលុយ1000មានលុយ10000ឬក៏មានលុយ1លានដាក់នៅផ្ទះអត់ខុសច្បាប់ទេហើយចុះបើអត់ខុសច្បាប់មិនក៏ហៅថាលុយហ្នឹងវាអត់ស្អាតលុយហ្នឹងវាមិនមែនអត់ស្អាតទេលុយហ្នឹងវាអត់មានទំនាក់ទំនងជាមួយប្រព័ន្ធពន្ធដារឧទាហរណ៍ថាខ្ញុំទៅប្រទេសកម្ពុជាចាយដល់នេះខ្ញុំស្ពាយលុយ300000មកហើយគេអត់មានចាប់ខ្ញុំទេខ្ញុំយកលុយហ្នឹងមកទុកនៅផ្ទះអាលុយដែលខ្ញុំឆ្លងដែនពីកម្ពុជាមកអាមេរិកហ្នឹងយើងមើលភ្នែកធម្មតាគេហៅថាលុយអត់អីលុយធម្មតាតែបើនៅក្នុងក្របខ័ណ្ឌច្បាប់អាមេរិកការស្ពាយលុយ300000ឆ្លងដែនអាមេរិកត្រូវចូលតាមធនាគារដើម្បីគេយកពន្ធដារបើគេមិនយកពន្ធដារទេក៏គេដឹងប្រវត្តិលុយនឹងដែរលុយដែលគេដឹងប្រវត្តិហើយលុយដែលគេដាក់ពន្ធដារគេហៅលុយស្របច្បាប់លុយស្ពាយឆ្លងដែនអត់មានប្រវត្តិគេហៅថាលុយមិនស្អាតសួរថាចុះបើលុយមិនស្អាតហ្នឹងគេចាប់ទេថាគេអត់ចាប់ទេហើយចុះបើអត់ចាប់ទេមិនហៅមិនស្អាតថាវា
mình sát bị pro lôi nắng ở tia họ tại nhóm trong tinh te nhầm spe sam giật mơn màu đòi pe nhầm tinh te mà non hà giật mơn anh nhom bong nói cái sam giật mơn nhóm mình men spe lôi sam giật mơn từ bong ao nhà lụa thế nhom tới mình châu lôi nắng tại non từ nè kia ai ao từ nè kia nắng về rồi có mình tranh nâng mua là bát bị xe muối làm bấy bong sam giật mơn tới nè lụa cứ nâng pe nông hai đại lôi nhom châu tới từ nè kia nâng xua nhom nói rằng đấy và lơ buôn ponผมbuôn rồi cái sựผมbuôn đô laคือត្រូវបំពេញกระดาษបញ្ជាក់ថាតើលុយហ្នឹងវាមានប្រភពពីណាសូថាចុះបើខ្ញុំប្រាប់ថាលុយហ្នឹងខ្ញុំស្ពាយពីស្រុកខ្មែរមកធនាគារអត់ថាអីទេក៏ប៉ុន្តែ 3-4 ខែក្រោយមកមានអ្នកតាក់ទងពីក្រសួងនានាដែលពាក់ព័ន្ធហ្នឹងឲ្យខ្ញុំបំពេញกระดาษស្នាមបើវាជាច្បាប់ពន្ធដារអាហ្នឹងខ្ញុំត្រូវបង់បើជាច្បាប់សង្ស័យខ្ញុំត្រូវគេហៅទៅសួរណាបានទេចំណែកលុយដែលធនាគារទទួលដាក់នៅក្នុងបង់ឲ្យខ្ញុំចាយលុយ30ម៉ឺននោះទៅទិញផ្ទះក៏អត់អីដែរថ្ងៃក្រោយទៅទៀតបើរដ្ឋាភិបាលក្រសួងហិរញ្ញវត្ថុ Banking អាមេរិកគេអត់មានចម្ងល់ហ្នឹងរួចខ្លួនបើមានចម្ងល់គេសួរតែតាមក៏ប៉ុន្តែបើខ្ញុំទិញផ្ទះមួយនឹងហើយស្រាប់តែខ្ញុំទៅស្ពាយលុយ30ម៉ឺនមកទៀតហើយទៅទិញផ្ទះមួយទៀតអាហ្នឹងកើតរឿងគ្នាកើតរឿងថាលុយខ្ញុំអត់មានបង្កើតវានៅអាមេរិកទេប៉ុន្តែចេះតែមានលុយចូលមកអាហ្នឹងត្រូវបំពេញกระดาษស្នាមថែមទៀតហើយការបំពេញกระดาษស្នាមថែមទៀតមានន័យថាម៉េចគឺគេចង់ឲ្យលុយនឹងស្របច្បាប់នេះគ្រាន់តែលុយឯកជនស្ពាយឆ្លងប្រទេសទេចុះពួកជនទុច្ចរិតដែលលក់គ្រឿងញៀនដែលអាជីវកម្មផ្លូវភេទបើកបនលបែងលុយសុទ្ធឬក៏ជាលុយឆក់ប្លន់ឬក៏ជាលុយដែលប្រមូលពីអំពើទុច្ចរិតដតីហើយចង់យកលុយនឹងទៅចាយឬទៅវិនិយោគនៅក្នុងទីផ្សារវាត្រូវតែយកលុយនឹងដាក់ក្នុងប្រព័ន្ធធនាគារហើយលុយរាប់លាននោះគេអត់អាចដាក់ក្នុងប្រព័ន្ធធនាគារបានដោយគ្មានសំណួរទេដូច្នេះហើយគេត្រូវលាងលុយពាក្យថាលាងមិនមែនដាក់សាប៊ូទេណាគឺធ្វើឲ្យលុយនឹងស្របច្បាប់បើយើងមានលុយបន្តិចបន្តួចវាអត់ចាំបាច់ស្របច្បាប់ទេព្រោះយើងយកតែចាយ20 30 100បានតែបើយើងមានលុយច្រើនយើងត្រូវបញ្ចូលលុយនៅក្នុងធនាគារដើម្បីឲ្យស្របច្បាប់បន្ទាប់មកទៀតជនទុច្ចរិតឧទាហរណ៍ជនទុច្ចរិតនៅអាមេរិកនៅមិចស៊ីកូនៅកាណាដាឬក៏នៅកម្ពុជាជនទុច្ចរិតមិនចង់ទុកលុយនៅលើប្រទេសដែលខ្លួនប្រព្រឹត្តអំពើទុច្ចរិតទេគឺចង់វេលុយហ្នឹងទៅកាន់ប្រទេសដទៃដើម្បីធ្វើយកលុយទៅទិញស្អីយកលុយហ្នឹងទៅធ្វើមុខរបរផ្សេងទៀតអញ្ចឹងការដែលឲ្យលុយចាញ់ពីមណ្ឌលទុច្ចរិតរបស់ខ្លួនទៅកាន់កន្លែងផ្សេងត្រូវឆ្លងប្រព័ន្ធធនាគារហើយកាលណាឆ្លងប្រព័ន្ធធនាគារច្បាស់ជាមានការតាមដានដែលជនទុច្ចរិតមិនចង់ឲ្យគេចាប់អញ្ចឹងវិធីដើម្បីវេលុយឆ្លងដែនគឺត្រូវតែលាងលុយខ្ញុំនិយាយប៉ុណ្្នឹងទៅចុះអញ្ចឹងអាការលាងលុយហ្នឹងមិនមែនដាក់សាប៊ូលាងជាមួយទឹកទេគឺវេលុយឲ្យស្របច្បាប់ប្រទេសណាដែលមានច្បាប់ធូររលុងជនទុច្ចរិតតែងទៅប្រទេសហ្នឹងដើម្បីប្រើប្រាស់ប្រព័ន្ធប្រទេសហ្នឹងបញ្ចូលលុយឲ្យស្របច្បាប់បើកម្ពុជាមានច្បាប់អិរញ្ញវត្ថុធូររលុងគេប្រើកម្ពុជាបើស្រីលង្កាមានច្បាប់ធូររលុងគេប្រើស្រីលង្កាបើអ៊ីទីម៉ូមានច្បាប់ធូររលុងគេប្រើអ៊ីទីម៉ូបើអាហ្វ្រិកមានច្បាប់ធូររលុងគេប្រើហើយនៅក្នុង199ប្រទេសហ្នឹងឬក៏ជិត200ប្រទេសហ្នឹងវាមានប្រទេសមានច្បាប់ធូររលុងក៏ប៉ុន្តែច្បាប់ធូររលុងខ្លះឧទាហរណ៍ថាយូហ្គាន់ដានៅអាហ្វ្រិកប្រទេសហ្នឹងមានច្បាប់ធូររលុងប៉ុន្តែធនាគារយូហ្គាន់ដាហ្នឹងយកលុយទៅលាងអត់បានសំណួរសួរទៀតចុះមិនក៏លាងអត់បានអាយូហ្គាន់ដាហ្នឹងវាអត់មានតំណែងតំណងហិរញ្ញវត្ថុជាមួយស្អីនៅតែជុំវិញអាហ្វ្រិកហ្នឹងអញ្ចឹងលាងអាម៉េចក៏មិនចាញ់ដែរបើវេលុយច្រើនឆ្លងទ្វីបរឿងអញ្ចឹងអត់ទេគេអត់ទៅលាងនៅយូហ្គាន់ដាទេហើយចុះអ៊ីទីម៉ូតូចពេកលាងវាមិនកើតតែលាងទៅវាឃើញលុយហ្នឹងចរាចរណ៍ខុសកំណើអញ្ចឹងគេទៅលាងនៅកម្ពុជាណាហើយបើកម្ពុជាហ្នឹងសហគមន៍អន្តរជាតិហ្នឹងមិននិយាយស្អីគេបន្តលាងទៅទៀតតែបើសិនជាកម្ពុជាហ្នឹងត្រូវបានគេដាក់ក្នុងបញ្ជីថាជាប្រទេសដែលចរាចរណ៍លាងលុយជនទុច្ចរិតហ្នឹងវាឈប់លាងនៅកម្ពុជាវាទៅលាងនៅ
តាណាទៀតវាត្រូវដើរលេងគ្រប់កន្លែងឲ្យតែប្រទេសហ្នឹងមានច្បាប់ធូរលុងហេតុនេះហើយបានជាពីពេលមួយទៅកាន់ពេលមួយយើងឃើញប្រទេសកម្ពុជាយើងជាប់ចំណាត់ថ្នាក់អញ្ចេះចុះណាហើយអ្នកណាអ្នកចោតប្រកាន់អ្នកដែលចោតប្រកាន់ធំគេរឿងលាងលុយគឺប្រទេសក្រុមប្រទេសពីរមួយអាមេរិកមួយអឺរ៉ុបហើយសួរថាម៉េចក៏អឺរ៉ុបហើយនឹងអាមេរិកហ្នឹងវាតែងតែនិយាយអំពីការលាងលុយមូលហេតុដែលអាមេរិកនិយាយពីការលាងលុយពីព្រោះស្រុកគេនៅអឺរ៉ុបហើយនៅអាមេរិកគេចង់ឲ្យលុយទាំងអស់ដែលប្រជាជនគេរកបានហ្នឹងបងពន្ធមូលហេតុដែលគេចាប់លុយហ្នឹងមកពីមិនបងពន្ធបើលុយហ្នឹងបងពន្ធគេអត់ចោតប្រកាន់ថាលុយហ្នឹងលាងទេតាបានទេណាតាបានទេគេអត់ចោតណាគេអត់ចោតថាលុយហ្នឹងលាងទេបើលុយហ្នឹងបងពន្ធហើយចុះប្រទេសធូរឡុងដូចជាប្រទេសកម្ពុជាអាណាមានលុយប្រមាណក៏ដោយកម្ពុជាអត់មានឲ្យបងពន្ធទេអត់ឲ្យបងពន្ធទេដូច្នេះហើយកម្ពុជាគឺជាឋានសួគ៌របស់អ្នកមានលុយពីព្រោះអ្នកមានលុយអត់បងពន្ធទេដូចខ្ញុំអញ្ចឹង YouTube បងឲ្យខ្ញុំដាច់ឆ្នាំខ្ញុំបងពន្ធហ៊ានមិនបងពន្ធចុយម៉ាយឡើយណាចំណែកនៅស្រុកខ្មែរកន្លែងខ្លះត្រូវបងពន្ធប៉ុន្តែអ្នកមានលុយនៅស្រុកខ្មែរអត់ចាំបាច់បងពន្ធទេដោយសារប្រទេសខ្មែរវាធូរអញ្ចឹងតួជនទុច្ចរិតគេទៅប្រើប្រទេសកម្ពុជាដើម្បីបញ្ចូលលុយតាមប្រព័ន្ធធនាគារដល់តនេះទើបហៅថាលាងលុយបញ្ជាក់ម្ដងទៀតលាងលុយបើវាអត់មានច្បាប់ថាខុសទេគឺអត់បញ្ហាលាងលុយបើច្បាប់ហ្នឹងប្រទេសហ្នឹងអត់អនុវត្តតាំងតែងទេអត់បញ្ហាលាងលុយបើប្រទេសហ្នឹងវាតាំងតែងគេគេចពីប្រទេសហ្នឹងទៅអាប្រទេសធូរដើម្បីលាងលុយណានេះគឺជាការលាងលុយអូខេបន្ទាប់មកទៀតក្មួយសួរពីរឿងតើលាងដូចម្ដេចអានោះខ្ញុំនិយាយក្រោយកុំឲ្យយូរណាកុំឲ្យយូរណាកុំឲ្យយូរទៅនិយាយក្រោយនិយាយក្រោយនិយាយក្រោយហើយការលាងលុយនេះបើនិយាយឲ្យកូនចៅប្រិយមិត្តនៅស្រុកខ្មែរគឺនៅតែមិនយល់អញ្ចឹងនិយាយ3-4ដងក៏នៅតែមិនយល់ដែរពីព្រោះអ្វីពីព្រោះនៅស្រុកខ្មែរច្បាប់ធនាគារអត់តាំងតែងទេបងប្អូនមានលុយ1លានបងប្អូនប្លន់គេហើយបងប្អូនលាក់រឿងប្លន់ហ្នឹងគេអត់ដឹងថាបងប្អូនជាចៅប្លន់ទេហើយបងប្អូនមានលុយ1លានបើបងប្អូនធ្វើវិមានមួយធំចាយវាយហើយមានអ្នកឆ្ងល់ថាបងប្អូនមិនបានមានលុយចាយបងប្អូនថាកោះកំណប់គឺចប់ណាកោះកំណប់គឺចប់បើមិនចឹងទេបងប្អូនក៏និយាយថាបងប្អូនគួកជេរដីធ្លីចប់វាអត់មានអ្នកណាស្រាវជ្រាវថាហេតុដូចម្ដេចបានជាបងប្អូនមានលុយរាប់លានទេមកពីអីមកពីនៅកម្ពុជាយើងច្បាប់វាធូរនៅអាមេរិកខ្ញុំជេមសុកអាយុ72ឆ្នាំពីអ្នកប្តីប្រពន្ធមានប្រាក់ចំណូលក្រោម30,000មួយឆ្នាំចំណាយលើប្រាក់ចំណូលវា99%មានន័យថាលុយដែលខ្ញុំរកបានគឺចាយអស់ថ្លៃទឹកថ្លៃភ្លើងថ្លៃទូរស័ព្ទថ្លៃបំណុលស្រាប់តែខ្ញុំទៅទិញអចលនទ្រព្យមួយ3លានរត់ស៊ើបអង្កេតថាហេតុដូចម្ដេចបានជាគ្រួសារជេមសុកពីអ្នកដីប្រពន្ធប្រាក់ខែប្រាក់ចំណូលមុនបងពន្ធ30,000មួយឆ្នាំបងពន្ធហើយនៅសល់ប៉ុណ្ណេះចំណាយប៉ុណ្ណេះដែលគេមើលឃើញថាចំណាយបែបប៉ុណ្ណឹងមិនបានមនុស្សនឹងមាន3លានទៅទិញស្អីនោះណាអូខេបន្ទាប់មកទៀតមានតែផ្លូវមួយទេដែលយកលុយទៅចាយឲ្យរត់មិនតាមដាននៅអាមេរិកគឺចាញ់កាស៊ីណូយកទៅលេងល្បែងអញ្ចឹងហើយបានជាអ្នកកិច្ចពន្ធនៅអាមេរិកចំនួនច្រើនណាស់ដែលคล้ายទៅជាអ្នកលេងល្បែងហើយរត់ដឹងថាអ្នកលេងល្បែងចាញ់អស់រាប់ម៉ឺនរាប់លានហ្នឹងគឺបានមកពីលុយកិច្ចពន្ធរត់រៀបចំឲ្យមានកាស៊ីណូដើម្បីត្រងយកលុយហ្នឹងជនអន្តោប្រវេសន៍ខុសច្បាប់ដែលអត់បងពន្ធធ្វើការលុយសុទ្ធរត់បង្កើតឆ្នោតដល់យល់ថាជនអន្តោប្រវេសន៍អត់